នៅម្លេះខ្ញុំឃើញគេចូលចិត្តសែនម្នាស់ជាពិសេសផ្ទះបងថ្លៃខ្ញុំនឹងតែម្ដងឲ្យតែពេលគាត់សែនម្នាស់អញ្ចឹងបើគាត់មិនធ្វើអីញ៉ាំទេគាត់យកមកឲ្យខ្ញុំហើយចាសួស្ដីជម្រាបសួរបងប្អូនពេលគាត់យកមកឲ្យខ្ញុំនឹងម្នាស់នៅខៀវល្អទេខ្ញុំមិនដឹងធ្វើអីញ៉ាំមកខ្ញុំចិត្តតែទុកទៅដល់ពេលឥឡូវឃើញម្នាស់រៀងក្រហមហើយខ្លាចវាខូចអញ្ចឹងខ្ញុំក៏នឹកឃើញថាធ្វើម្ហូបអីញ៉ាំគិតចុះគិតឡើងហ្នឹងខ្ញុំក៏នឹកឃើញថាឆាជូរអែមទៅព្រោះអីប្តីខ្ញុំឲ្យកូនខ្ញុំហ្នឹងពួកគាត់ចូលចិត្តញ៉ាំបងថ្លៃខ្ញុំក៏អាសាឲ្យម្នាស់ខ្ញុំណាស់ដោយសារអីផ្ទះគាត់អាសាសែនណាអញ្ចឹងគាត់ងាកឲ្យយកមកឲ្យគាត់មិនសូវជាយកឲ្យធ្វើអីញ៉ាំទេគាត់ភាគច្រើនយកតែធ្វើនំដល់ពេលគាត់អត់ធ្វើនំអញ្ចឹងគឺគាត់យកមកឲ្យខ្ញុំហើយពេលគាត់យកមកឲ្យខ្ញុំអញ្ចឹងខ្ញុំយកទៅឆាជូរអែមអញ្ចឹងទេខ្ញុំយកទៅឆាជាមួយឆ្អឹងជំនីបើថ្ងៃណាដែលបងថ្លៃគាត់យកម្នាស់មកឲ្យអញ្ចឹងខ្ញុំអត់យកមកធ្វើម្ហូបទេខ្ញុំយកវាមកចិតញ៉ាំជ្រលក់អំបិលម្ទេសម៉ានថ្ងៃមុនក៏យកម្នាស់មកឲ្យខ្ញុំហ្នឹងខ្ញុំអត់ដឹងធ្វើម្ហូបអីញ៉ាំខ្ញុំចិត្តទុកដល់ម្នាស់ហ្នឹងឡើងទុំឡើងក្រហមឡើងចង់ខូចឯទៅនឹកឃើញតែយកវាមកឆាជូរអែមញ៉ាំថ្ងៃនេះខ្ញុំធ្វើឆាជូរអែមសាច់មាន់ហើយសាច់មាន់ហ្នឹងខ្ញុំទិញởផ្នែកកាផ្លូវខ្ញុំផ្លះឆ្អឹងវាចេញអស់ទៅចាំខ្ញុំយកវាមកហាន់សាច់មាន់ហ្នឹងខ្ញុំហាន់រួចរាល់អស់ហើយខ្ញុំក៏ដាក់ម្សៅស៊ុបបន្តិចទៅប្រឡាក់វាច្បល់សពទៅខ្ញុំទុកវាម្ដុំសិនរួចហើយខ្ញុំក៏មកលាយទឹកឆាជូរអែមយើងវិញម្ដងខ្ញុំដាក់ទឹកប៉េងប៉ោះប្រេងខ្យងទឹកខ្មេះស្ករសម្សៅស៊ុបម្សៅឆាបន្តិចទៅរួចក៏ចំចាក់ទឹកសចូលទៅបន្តិចរបល់គ្រឿងនឹងឲ្យសព្វចូលគ្នាអញ្ចឹងទៅរួចខ្ញុំក៏ទុកវានឹងម្ដុំសិនខ្ញុំឲ្យតែឆាជូរអែមអញ្ចឹងខ្ញុំចូលចិត្តលាយគ្រឿងទេសឆាជូរអែមនឹងឲ្យហើយអញ្ចឹងទៅទុកម្ដុំអញ្ចឹងស្រួលដែរពេលដែលយើងឆាអញ្ចឹងអត់អាចដាក់ម្ដងមួយមុខទេប្រេងខ្ញុំក៏ក្តៅហើយខ្ញុំក៏រៀបចំមកបំពងសាច់មាន់ខ្ញុំវិញម្ដងសាច់មាន់នោះខ្ញុំបំពងឲ្យវាឡើងក្រហមល្អហើយខ្ញុំក៏ស្រង់វាទុកម្ដុំសិនទៅខ្ញុំបំពងសាច់មាន់នេះតែឆ្អិនបានពាក់កណ្ដាលទេប្តីខ្ញុំឲ្យកូនខ្ញុំនេះពួកគាត់យកភ្លក់ម្នាក់ម្ដុំម្នាក់ពីរដុំនេះសាច់មាន់ខ្ញុំក៏ឆ្អិនរួចរាល់អស់ហើយខ្ញុំក៏មករៀបចំឆាបន្លែវិញម្ដងខ្ញុំដាក់ខ្លាញ់ដាក់ខ្ទឹមសខ្ទឹមក្រហមនេះឲ្យរៀងឈ្ងុយបន្តិចទៅបន្លែដែលខ្ញុំហាន់មុនហ្នឹងខ្ញុំក៏ចាក់វាចូលទៅឆាខ្ញុំឆាបន្លែហ្នឹងរៀងត្រូបន្តិចទៅរួចហើយហ្នឹងខ្ញុំក៏ចាក់គ្រឿងដែលយើងលាយឲ្យមុនហ្នឹងចាក់វាចូលទៅខ្ញុំឆាវាមកស្ទុះទៀតទៅរួចហើយហ្នឹងខ្ញុំក៏ចាក់ស្លឹកខ្ទឹមហ្នឹងចូលទៅរួចក៏ខ្ញុំឆាវាមកត្រឡប់ទៀតទៅរួចហើយហ្នឹងខ្ញុំក៏ចាក់សាច់ដែលយើងបំពងឲ្យមុនហ្នឹងខ្ញុំចាក់តែពាក់កណ្ដាលទេខ្ញុំទុកពាក់កណ្ដាលដោយសារតែថ្ងៃហ្នឹងខ្ញុំបំពងសាច់មាន់ហ្នឹងក៏រៀងច្រើនដែរចឹងអ្នកណាចង់ញ៉ាំឆាជូរអែមក៏ញ៉ាំទៅអ្នកណាចង់ញ៉ាំមាន់បំពងក៏ញ៉ាំទៅខ្ញុំក៏ច្បល់សាច់មាន់នឹងបន្លែហ្នឹងឲ្យវាសព្វចូលគ្នាហ្នឹងទៅតែប៉ុណ្្នឹងគឺថាឆ្អិនហើយឆាជូរអែមខ្ញុំងាយនេះម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេ